ពីដើមឡើយមធ្យោបាយនៅក្នុងការទំនាក់ទំនងគឺប្រើចុចម៉ាយឬសម្បត្តិតែអ្នកទាំងអស់គ្នាមានធ្លាប់គិតដែរឬទេថាហេតុអ្វីគេចាំបាច់ប្រើ stem ឬក៏ទៀនទាំងអស់នេះបិទនៅលើសម្បត្តិធ្វើអ្វីគួរឲ្យដឹងដែរថាកាលពីសម័យបុរាណនៅក្នុងការទំនាក់ទំនងផ្លូវការឬក៏ការទំនាក់ទំនងដែលមានចម្ងាយឆ្ងាយមនុស្សភាគច្រើនគឺប្រើសម្បត្តិនិងផ្ញើពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីបញ្ជូនដំណឹងរក្សាទំនាក់ទំនងនិងព័ត៌មានសំខាន់ផ្សេងទៀតមធ្យោបាយនៅក្នុងការតាក់ទងគ្នានៅជំនាន់នោះគឺមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេម្យ៉ាងវិញទៀតគឺមានហានិភ័យនៅក្នុងការលេចធ្លាយព័ត៌មានសម្ងាត់មួយចំនួនដែលគេមិនចង់ឲ្យបុគ្គលទី3អាចដឹងឮដូច្នេះដើម្បីប្រកាសថាព័ត៌មានដែលគេបញ្ជូនទៅមិនត្រូវបានអ្នកណាឆែកមើលឬក៏លួចយកព័ត៌មានទាំងនោះទៅប្រាប់បុគ្គលផ្សេងទៀតដូច្នេះគេប្រើទៀនឬក៏ stem ដើម្បីបិទនៅលើប្រអប់សម្បត្តិហើយប្រសិនបើមានអ្នកណាបើកមើលនោះវានឹងនៅបន្សល់ដាននៅក្នុងសម្បត្តិរបស់គេតែម្ដង